អ្នកដឹងទេថាអនាគតរបស់អ្នកមិនមែនស្ថិតនៅក្នុងដៃរបស់អ្នកដទៃទេក៏ប៉ុន្តែវាស្ថិតនៅក្នុងដៃរបស់អ្នកផ្ទាល់តែម្ដងមនុស្សជាច្រើនតែងតែរងចាំឱកាសរងចាំពេលវេលាល្អមកដល់ឬរងចាំអ្នកណាម្នាក់មកផ្លាស់ប្ដូរជីវិតរបស់ខ្លួនប៉ុន្តែការពិតនោះគឺអនាគតរបស់អ្នកមិនស្ថិតនៅក្នុងដៃអ្នកដទៃឡើយអនាគតរបស់អ្នកត្រូវបានកំណត់ដោយសកម្មភាពតូចៗដែលអ្នកកំពុងធ្វើនៅថ្ងៃនេះរាល់ការខិតខំរាល់ការរៀនសូត្រនិងរាល់ការតស៊ូគឺជាជំហានមួយដែលកំពុងនាំអ្នកទៅរកគោលដៅដ៏ល្អមួយប្រសិនបើអ្នកចង់បានជីវិតល្អប្រសើរចូលចាប់ផ្ដើមពីការផ្លាស់ប្ដូរទម្លាប់ប្រចាំថ្ងៃកុំខ្លាចការបរាជ័យព្រោះភាពបរាជ័យមិនមែនជាទីបញ្ចប់ទេតែវាជាមេរៀនដែលជួយឲ្យយើងរឹងមាំជាងមុនកុំប្រៀបធៀបខ្លួនឯងជាមួយនឹងអ្នកដទៃព្រោះមនុស្សម្នាក់មានផ្លូវដើរខុសៗគ្នាអ្វីដែលសំខាន់បំផុតគឺអ្នកត្រូវតែបន្តដើរទៅមុខទោះបីជាដើរយឺតក៏ដោយសូមអ្នកចងចាំថាក្តីស្រមៃនឹងមិនក្លាយជាការពិតឡើយប្រសិនបើអ្នកគ្រាន់តែអង្គុយរង់ចាំចូលចាប់ផ្ដើមធ្វើសកម្មភាពតាំងពីថ្ងៃនេះព្រោះអនាគតដ៏ភ្លឺស្វាងកំពុងស្ថិតនៅក្នុងដៃរបស់អ្នកគឺជាមនុស្សតែម្នាក់គត់ដែលអាចសរសេររឿងរ៉ាវជីវិតរបស់អ្នកបានតើអ្នកកំពុងធ្វើអ្វីខ្លះដើម្បីអនាគតរបស់អ្នកទៅថ្ងៃខាងមុខបើអ្នកគិតថាវីដេអូនេះល្អសូមជួយ follow និង share page ដើម្បីទទួលបានវីដេអូថ្មីៗមុនគេសូមអរគុណ